នេះខ្ញុំមានវីដេអូបង្ហាញអំពីសកម្មភាពរបស់គ្នាខ្ញុំក៏ដូចជាមិត្តភ័ក្តិទៅធ្វើដំណើរទៅចូលរួមពិធីមង្គលការនៅឯខេត្តស្វាយរៀងហើយជាលើកទី1ដែលខ្ញុំបានឃើញស្ពានអ្នកលឿងចាអញ្ចឹងពួកខ្ញុំមកដល់សម្រាប់បានបន្តិចក៏ចាប់ផ្ដើមរៀបចំតុបតែង make up ហើយអត់មានសាឡននេះណាទេគឺថាសាឡនគ្នាឯងហ្នឹងឯងហើយបន្ទប់មួយហ្នឹងគឺថាមានក្រែច្រើនអញ្ចឹងពួកយើងគេជុំគ្នាអញ្ចឹងណាហើយសណ្ឋាគារនេះស្អាតមែនតើចាំខ្ញុំដាក់បង្ហាញនៅខាងក្រោយវីដេអូហើយមកដល់កន្លែងញ៉ាំការគឺថាអូយសប្បាយមែនតើបងប្អូនហើយមកហូបគេឆ្ងាញ់នោះឆ្ងាញ់គឺថាខ្ញុំញ៉ាំច្រើនមែនតើជាពិសេសគឺបកងនេះគឺថាគេហៅខ្ញុំ BA បកងណាដោយសារខ្ញុំញ៉ាំបកងអស់5ហើយមានស៊ុបអីនិយាយទៅគឺខ្ញុំសរសើរមែនតើមកហូបគឺពិតជាឆ្ងាញ់ហើយសម្រាប់នេះគឺជាទេសភាពនៅសណ្ឋាគារហ្នឹងហើយសណ្ឋាគារផលមានលៀបសណ្ឋាគារនេះខ្ញុំពិតជា highly recommend សម្រាប់បងប្អូនណាបើសិនជាមកលេងខេត្តស្វាយរៀងនេះគឺអាចស្នាក់នៅសណ្ឋាគារនេះបានគឺពិតជាស្រស់ស្អាតហើយសេវាកម្មល្អចាអញ្ចឹងឥឡូវព្រលឹមស្រាងនាងខ្ញុំក៏ចាប់ផ្ដើមដើរទៅមើលទេសភាពនៅមាត់ទន្លេតិចមើលតែស្រស់ស្អាតប៉ុណ្ណាចាគឺអត់សូវមានសម្រាមទេគឺស្អាតមែនទែនហើយមានកន្លែងហាត់ប្រាណហើយមាត់ទឹកជើងយើងស្រូបយកខ្យល់អាកាសពេលព្រឹកព្រលឹមអញ្ចឹងណាបងប្អូនឥឡូវនឹងពួកខ្ញុំជិះផាសស្អាតទៅចាំឡានក្រុងនៅគល់ស្ពានដោយសារតែអត់មានឡានក្រុងពីស្វាយរៀងទៅហូជីមីញទេអញ្ចឹងពួកខ្ញុំជិះផាសស្អាតទៅចាំកន្លែងហ្នឹងសិនហើយប្រុសពីរនាក់ហ្នឹងឲ្យដើរអូវលីទៅមិនបាច់ជិះទេហើយនៅចាំនៅកន្លែងនេះគឺថាយើងអត់មានអីញ៉ាំច្រើនទេមានតែ street food យើងនឹងឯងអញ្ចឹងហៅមីឆាបាយឆាប៉ុន្តែដោយសារតែដីហុយពេកឥឡូវហៅគ្នាមកយកឡានទៅអង្គុយនៅខាងកាហ្វេវិញព្រោះចាំរៀងយូរដែរអញ្ចឹងណាអញ្ចឹងទៅរៀងពិបាករៀងក្តៅវីដេអូថ្ងៃនេះមានតែប៉ុណ្្នឹងឯងបងប្អូនកុំភ្លេចទស្សនាវីដេអូពួកខ្ញុំទៅលេងនៅវៀតណាមណា